Nè cái thay vô vậy sมัยថ្មីអត់ចេះស្លកកហ៎អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាពីរបៀបស្លកករបស់ខ្ញុំនិយាយទៅស្លកកវាអត់សាំញ៉ាំស្មុគស្មាញដូចអីដែលយើងគិតទេតែខ្ញុំជឿថាបងប្អូនមួយចំនួនគាត់ប្រកាសជាគិតថាពិបាកហ្នឹងដោយសារតែគាត់មើលឃើញអូយស្លកកមានបន្លែច្រើនណាស់មិនដឹងជាបន្លែច្រើនមុខផងមានគ្រឿងបុកអង្ករលីងប្រហុកផងអីផងហើយទឹកខាប់ទៀតពេលមើលទៅមានអារម្មណ៍ថាស្លនេះស្លគ្រឿងបុកដែរតែអត់ដឹងធ្វើមិនចាប់ផ្ដើមពីណាទៅណាស្លកកនេះគឺខ្ញុំប្រើសាច់ត្រីផងនិងប្រើសាច់ជ្រូកផងសាច់ត្រីខ្ញុំមុននឹងខ្ញុំយកមកស្លគឺខ្ញុំយកវាទៅស្ងោរសិនបងប្អូនអញ្ចឹងមកដល់នេះបងប្អូនមានឃើញអីអត់គឺគ្រឿងកកគ្រឿងលួងសាបារ៉ាថ្ងៃហ្នឹងខ្ញុំមានជំនួយការពិសេសអត់ចាំបាច់បុកគ្រឿងបុកអីញ៉ៃទេគឺខ្ញុំមានគ្រឿងកកគ្រឿងលួងសាបារ៉ាជួយកាត់បន្ថយពេលវេលាក្នុងការបុកគ្រឿងខ្ញុំបានច្រើនមែនតើអញ្ចឹងខ្ញុំដាក់គ្រឿងកក80ក្រាមចំនួនកន្លះកញ្ចប់បានហើយបងប្អូនបន្ទាប់មកយើងធ្វើការលីងគ្រឿងហ្នឹងជាមួយនឹងប្រហុកហើយយើងចាក់ជាមួយនឹងសាច់ចូលគ្នាយើងលីងចូលគ្នាធ្វើមិនឲ្យឈ្ងុយយើងលីងធ្វើមិនឲ្យសាច់និងគ្រឿងចូលចិត្តគ្នាហើយយើងចាក់បន្លែចូលហើយគឺយើងកូរសាច់បន្លែគ្រឿងហ្នឹងគឺកូរចូលគ្នាឲ្យគឺយើងថែមអង្ករលីងចំនួនកន្លះកញ្ចប់ប៉ុណ្្នឹងហ្នឹងបងប្អូនហើយយើងមកងាស់វាចាក់ទឹកថែមហើយយើងថែមគ្រឿងតាមចំណូលចិត្តទុកវាមកសន្ទុះទៅស្លកកយើងឆ្អិនរួចរាល់ថាហើយស្លកកស្រួលធ្វើស្រួលហើយមើលវីដេអូនឹងហើយមិនដែរយល់អ្វីគ្នាយើងគិតថាស្លកកស្មុគស្មាញទៀតអត់ឈប់បងប្អូនគ្រឿងកកមិនត្រឹមតែអាចយកមកស្លកកបានទេណាតែថែមទាំងអាចយកទៅធ្វើម្ហូបបានជាច្រើនទៀតអញ្ចឹងបើបងប្អូនចង់ដឹងថាធ្វើម្ហូបអីបានខ្លះកុំភ្លេចរងចាំមើលវីដេអូបន្ទាប់